សួស្តីម្នាក់ទស្សនានេះគឺជារឿងសំខ្វាត់សេរីរៀបការក្នុងពេលថត live វីដេអូនៅក្នុង chapter ទី45នៅពេលនេះ Fanning ហើយនឹង Chu Thiên Ho ក៏ក៏បានដើរមកដល់បន្ទប់មួយដែលជាបន្ទប់តន្ត្រី Fanning បាននិយាយថាមិននេះយើងឮសំឡេង piano ចេញមកពីទីនេះត្រូវអត់ Chu Thiên Ho បាននិយាយថាមែនហើយតែហេតុអីបានជាវាឈប់ភ្លាមអញ្ចឹង Fanning បានប្រាប់ឲ្យ Chu Thiên Ho ត្រៀមខ្លួនឲ្យហើយទៅហើយពួកគេនឹងនាំគ្នាចូលទៅពិនិត្យមើល Chu Thiên Ho ក៏ក៏បានយល់ស្របហើយនៅពេលនោះ Fanning ក៏ក៏បានធាក់ទ្វារមួយជើងឲ្យរបើកឡើងទៅហើយពួកគេទាំងពីរនាក់ក៏បានកែងតែម្ដងនៅពេលដែលពួកគេបានឃើញពីទស្សនវិជ្ជានៅខាងមុខរបស់ពួកគេព្រោះថានៅពេលនេះចាងលីគឺកំពុងតែទះដៃឲ្យខ្មោចស្រីនោះ Fanning ក៏បាននិយាយថាលីអើតើអូនធ្វើអីនៅទីនេះហើយ Fanning ក៏បានដើរចូលមកក្នុងបន្ទប់ខ្មោចស្រីនោះក៏បានក្រោកឈរឡើងហើយនាងក៏បានអោនគោរពទៅកាន់ចាងលីដែលជាអ្នកទស្សនារបស់នាងដើម្បីសម្ដែងនៅការគួរសមនាងពិតជាបាននៅហើយបានស្ដាប់ខ្ញុំលេងបទភ្លេងដល់ទីបញ្ចប់មែនហើយចាងលីក៏បានសួរទាំងឆ្ងល់ថាហេតុអីមិនបានទៅខ្ញុំគិតថាវាស្ដាប់មើលទៅពីរោះខ្លាំងណាស់ខ្មោចស្រីនោះក៏បានចូលទៅងើបមករបស់ចាងលីនាងគឺជាក្មេងក្លាហាននិងមានសម្ដីពីរោះពេលដែលនាងមិនបានរត់ចេញហើយក៏បានអបអរដល់ចំណេះដឹងរបស់ខ្ញុំទៀតនោះអញ្ចឹងខ្ញុំក៏សូមអបអរផងចាងលីក៏បាននិយាយទាំងឆ្ងល់ថាអបអរខ្មោចស្រីនោះក៏បានញញឹមនាងបានឆ្លងផុតនៅការសាកល្បងរបស់ខ្ញុំហើយខ្មោចស្រីនោះក៏ចាប់ផ្ដើមរលាយទៅបន្តិចម្ដងចាងលីក៏បាននិយាយទាំងឆ្ងល់ថាឆ្លងផុតតើនាងអាចលេងឲ្យខ្ញុំស្ដាប់បទទៀតបានអត់លីអឺនៅតែចង់ស្ដាប់ទៀតពេលនេះខ្មោចស្រីនោះក៏បានប្រែប្រួលរូបរាងទៅជានារីដ៏ស្រស់ស្អាតម្នាក់ខ្ញុំត្រូវទៅពេលនេះហើយចាំពេលក្រោយចុះហើយនៅពេលនេះគំតិចគំទីនៃការចងចាំក៏បានប្រះបែកស្រោចស្រពទៅពេញទីកន្លែងនោះបន្ទាប់មកវាក៏បានបង្ហាញទស្សនវិជ្ជាមួយដែលមាននារីម្នាក់កំពុងតែលេងព្យ៉ាណូមានមនុស្សពីរនាក់ក៏បានដើរចូលមកក្នុងបន្ទប់នោះបារោះនោះក៏បានទះដៃឲ្យនាងហើយក៏បាននិយាយថានាងវាងការសម្ដែងរបស់នាងគឺពិតជារស់រវើកសមដូចជាឈ្មោះរបស់នាងដែលបានសិក្សាពីតន្ត្រីនៅក្រៅប្រទេសមែនការលេងព្យ៉ាណូរបស់នាងគឺពិតជាគួរឲ្យចងចាំមែននាងវាងក្រោកឡើងហើយក៏បានសួរថាតើលោកគឺជាឪពុករបស់លេលេតើខ្ញុំអាចសួរបានទេថាលោកមកទីនេះមានការអីដែរនៅថ្ងៃនេះបារោះនោះបាននិយាយថាគឺដោយសារតែគាត់នឹងបានចុះហត្ថលេខាឲ្យលេលេនឹងចូលប្រកួតព្យ៉ាណូជាមួយនឹងក្មេងៗផ្សេងទៀតលក្ខណៈថាជាការប្រកួតអន្តរជាតិមួយនៅក្នុងរយៈពេល2ខែទៀតដូច្នេះគាត់ក៏សុំឲ្យអ្នកគ្រូវាងជួយបង្វឹកកូនរបស់គាត់ដើម្បីត្រៀមប្រកួតហើយគាត់នឹងផ្ដល់ថ្លៃឈ្នួលទ្វេដងក្នុងមួយមេរៀនផងដែរហើយអ្នកគ្រូវាងក៏យល់ព្រមបង្ហាត់ប្រកាសហើយខ្ញុំក៏មិនមានរវល់អីបន្ទាប់ពីចេញពីធ្វើការនោះដែរក្រៅពីនោះទៀតលេលេគឺជាក្មេងមានទេពកោសល្យខ្ញុំពិតជារីករាយនៅក្នុងការបង្ហាត់គាត់ក្មេងប្រុសនោះក៏បាននិយាយថាខ្ញុំចូលចិត្តអ្នកនាងវាងបរិសុទ្ធនោះបាននិយាយថាអញ្ចឹងចាប់ផ្ដើមបង្រៀនពីថ្ងៃស្អែកនេះទៅនៅពេលនេះខ្ញុំទុកចិត្តនៅលើនាងហើយណាហើយពេលវេលាក៏ចេះតែកន្លងផុតទៅបន្តិចម្ដងអរគុណហើយចំពោះការណែនាំនៅនាងវាងខ្ញុំមានអារម្មណ៍ដូចជាខ្ញុំបានអភិវឌ្ឍច្រើនហើយអ្នកគ្រូវាងនឹងបាននិយាយថានឹងដោយសារតែវាគឺជាការបដិញ្ញាចិត្តផ្ទាល់ខ្លួនរបស់ឯងប៉ុណ្ណោះហើយនិយាយអញ្ចឹងមិនមែនឯងនឹងឡើងយន្តហោះទៅក្រៅប្រទេសនៅពេល 2-3 ថ្ងៃទៀតទេអីក្មេងប្រុសនឹងក៏បានចាប់ដៃរបស់អ្នកគ្រូវាងហើយក៏បាននិយាយថាប៉ុន្តែអ្នកគ្រូវាងខ្ញុំចូលចិត្តនាងហើយខ្ញុំក៏មិនចង់ចាកចេញពីនាងដែរហើយដោយសារតែអ្នកនាងវាងក៏ថាតើនឹងវាចូលចិត្តនាងលក្ខណៈគ្រូសិស្សនោះនាងក៏បាននិយាយថាអ្នកគ្រូវាងក៏ចូលចិត្តលេលេដែរបន្ទាប់ពីឯងទៅប្រកួតហើយនោះឯងនឹងអាចត្រឡប់មកវិញហើយឯងនឹងអាចនៅតែជួបខ្ញុំបានម្ដងទៀតប៉ុន្តែនៅពេលនោះក្មេងប្រុសនោះក៏បានចាប់អ្នកគ្រូវាងថើបតែម្ដងពេលនាងចូលចិត្តខ្ញុំដែរហើយនោះតើនាងអាចធ្វើជាមិត្តស្រីរបស់ខ្ញុំបានទេហើយនៅពេលនោះអ្នកគ្រូវាងក៏បានរុញក្មេងប្រុសនោះចេញទៅតែឯងកំពុងតែនិយាយស្អីហ្នឹងឯងនៅក្មេងឡើយទេណាហើយក្មេងប្រុសនោះក៏បាននិយាយថាខ្ញុំមិនច្រឡំទេខ្ញុំប្រកាសណាស់ថាខ្ញុំចូលចិត្តនាងនៅពេលដែលខ្ញុំធំឡើងខ្ញុំនឹងរៀបការជាមួយអ្នកគ្រូមើលទៅអាតូចនឹងវាចង់រៀនតាមយាយឆិនហើយតែអ្នកគ្រូអូនរបស់យាយឆិនអត់ចេះចាស់ទេប៉ុន្តែអ្នកគ្រូវាងចេះចាស់ណាស់សូមទលេសាច់រឿងបន្តិចចុះអ្នកគ្រូវាងក៏បាននិយាយថាឈប់ទៅវាមិនអាចទៅរួចទេរវាងពួកយើងនោះខ្ញុំនឹងគិតថាគ្មានអ្វីកើតឡើងនៅថ្ងៃនេះពីពេលនេះតទៅឯងនៅតែជាសិស្សរបស់ខ្ញុំបើសិនជាឯងចង់រៀនព្យ៉ាណូខ្ញុំនឹងស្វាគមន៍ជានិច្ចប៉ុន្តែបើសិនជាឯងនៅតែមានគំនិតបែបនេះមិនចាំបាច់មករកខ្ញុំទៀតទេហើយអ្នកគ្រូវាងក៏បានដើរចេញទៅដែលរឿងនេះបានធ្វើឲ្យក្មេងប្រុសនោះពិតជាខឹងយ៉ាងខ្លាំងបន្ទាប់ពីថ្ងៃនោះមកចូលមកដល់យប់មួយក្មេងប្រុសនោះក៏បានចូលមកក្នុងបន្ទប់ភ្លេងហើយក៏បាននិយាយថាអ្នកគ្រូវាងពេលដែលនាងគ្មានបេះដូងហើយនោះអញ្ចឹងក៏មិនទោសខ្ញុំចំពោះអ្វីដែលបានកើតឡើងបន្ទាប់ពីយប់នោះមកអ្នកគ្រូវាងក៏បានចូលមកលេងព្យ៉ាណូដូចធម្មតាប៉ុន្តែអ្វីដែលខុសធម្មតានោះគឺថាព្យ៉ាណូនេះគឺមានអង្គប់តែវាបានជាប់ដៃរបស់នាងហើយបានធ្វើឲ្យដៃរបស់នាងហូរឈាមយ៉ាងខ្លាំងបន្ទាប់ពីរឿងនេះបានកើតឡើងចំពោះអ្នកគ្រូវាងនៅថ្ងៃមួយដែលពោពេញទៅដោយភ្លៀងធ្លាក់យ៉ាងខ្លាំងផ្លេកបន្ទប់ក៏រន្ទះរត់ពេញមេឃអ្នកគ្រូវាងក៏បានដើរចេញពីកន្លែងមួយមកទាំងគ្មានព្រលឹងនៅក្នុងខ្លួនដោយសារតែនាងបានគិតពីអ្វីដែលគ្រូពេទ្យបាននិយាយតាមស្ថានភាពរបស់នាងនោះនាងត្រូវការព្យាបាលវាបន្តិចម្ដងហើយចំពោះពេលនេះកុំសម័យចង់លេងព្យ៉ាណូទៀតអីហើយនៅពេលនេះអ្នកគ្រូវាងក៏ពិតជាខូចចិត្តយ៉ាងខ្លាំងតែនាងក៏បានទន់ជង្គង់ចុះអ្នកគ្រូវាងមិនអាចធ្វើអ្វីបានក្រៅតែពីអង្គុយយំហើយក៏បានសួរខ្លួនឯងថាតើរឿងនេះអាចកើតឡើងបានដោយរបៀបណាហើយហេតុអីបានជារឿងនេះកើតឡើងទៅហើយនៅក្នុងពេលដែលនាងអស់សង្ឃឹមយ៉ាងខ្លាំងបែបនេះនៅពេលនោះក៏មានឆាត់មួយមកបាំងភ្លៀងឲ្យនាងក្មេងប្រុសលេលេនឹងក៏បានហុចដៃទៅឲ្យអ្នកគ្រូវាងក៏បានសួរថាលេលេហេតុអីបានជាឯងនៅទីនេះតើឯងមិន
ក្មេងប្រុសនោះក៏បាននឹងអើមុខរបស់អ្នកគ្រូវាងមែនហើយអ្នកគ្រូខ្ញុំបានឮពីអ្វីបានកើតឡើងចំពោះនាងពីមិត្តរួមថ្នាក់របស់ខ្ញុំពេលដែលមានរឿងទាំងអស់នេះកើតឡើងហើយនោះខ្ញុំក៏លែងចង់ទៅប្រកួតហើយកុំបារម្ភអីខ្ញុំនឹងនៅក្បែរនាងជានិច្ចហើយនឹងប្រឈមមុខជាមួយនឹងវាជាមួយនឹងនាងហើយក្មេងប្រុសនោះក៏បានចាប់អោបអ្នកគ្រូវាងដើម្បីលួងលោមនាងប៉ុន្តែបើតាមមើលទឹកមុខក្តីស្រឡាញ់របស់ក្មេងប្រុសនឹងដូចជាមិនបរិសុទ្ធសោះជាលទ្ធផលបន្ទាប់ពីថ្ងៃនោះអ្នកគ្រូវាងក៏ត្រូវបានទះកំភ្លៀងនារីសក់លឿននឹងក៏បាននិយាយថាអ្នកគ្រប់គ្នាមកមើលគ្រូបង្រៀនដែលអ្នកទាំងអស់គ្នាបានជួលថាមានល្បិចកលប៉ុណ្ណាប្រុសនោះដែលជាឪពុករបស់លេក៏បាននិយាយថាហានីខ្ញុំគិតថានាងគ្រាន់តែជាមនុស្សគ្មានភាពអៀនខ្មាស់ប៉ុណ្ណោះពេលដែលនាងមើលឃើញគ្រួសាររបស់ពួកយើងមាននាងក៏ចង់តោងលេចឹងឯងហើយបរិសុទ្ធនោះក៏ចាប់ផ្ដើមជាប្រមាថនិងវាយដំនាងលេប្រាប់ខ្ញុំថានាងគឺជាអ្នកដែលតាក់ទាញគាត់ពេលដែលកំពុងតែបរៀនព្យ៉ាណូខ្ញុំមិននឹកស្មានថានាងគឺជាមនុស្សបែបនេះទេតើខ្ញុំអាចឲ្យនាងមករៀនព្យ៉ាណូទៅកាន់លេបានដោយរបៀបណាក្រោយមកអ្នកគ្រូវាងក៏បានដើរចេញពីទីកន្លែងនោះទៅនៅតាមផ្លូវមនុស្សគ្រប់គ្នាក៏បានមើលមកនាងដូចជាមនុស្សចម្លែកព្រមទាំងឮសំឡេងខ្សឹបខ្សៀវពេញទីនោះនាងប្រហែលជានឹងត្រូវបានបណ្តេញចេញឆាប់នេះហើយសាលាផ្សេងទៀតក៏ប្រហែលជាមិនហ៊ានទទួលយកនាងដែរប្រកាសហើយគេឈ្មោះរបស់នាងបានខូចខាតអស់ហើយនាងជាធម្មតាសម្ដែងធ្វើត្រឹមត្រូវតែអ្នកណាទៅគិតទៅថានាងនឹងមានរឿងបែបនេះនៅពីក្រោយនោះលោកយល់ពីអ្វីដែលពួកគេបាននិយាយប៉ុន្តែលោកនឹងមិនយល់ពីមនុស្សដែលកំពុងនិយាយនោះទេប្រហែលជានាងបានធ្វើរឿងដូចគ្នានេះដាក់ក្មេងប្រុសផ្សេងទៀតកាលពីមុនដែរហើយពេលយប់ក៏បានចូលមកដល់នៅក្រោមរាត្រីដ៏ស្ងប់ស្ងាត់ក្រោមពន្លឺព្រះច័ន្ទដ៏ស្រទន់មួយនេះអ្នកគ្រូវាងបានផ្លាស់ប្ដូរឈុតសម្ដែងរបស់នាងហើយក៏បានមកអង្គុយលេងព្យ៉ាណូតែម្នាក់ឯងតទៅពីនាងបានលេងមកដល់ទីបញ្ចប់ហើយនោះនាងក៏បានយកដបថ្នាំពុលយកមកផឹកតែម្ដងក្រោយមកដបថ្នាំពុលនោះក៏បានធ្លាក់បែកហើយអ្នកគ្រូវាងក៏បានស្លាប់នៅពេលនោះផងដែរបន្ទាប់ពីរឿងរ៉ាវរបស់អ្នកគ្រូវាងបានបញ្ចប់នោះផ្ទាំងអេក្រង់មួយក៏បានលោតចេញមកបានកម្ចាត់ខ្មោច2ក្នុងចំណោម3នៅក្នុងសាលាហើយយន់ហ្វាងនេះបាននិយាយថាបែបហ្នឹងអាចឆ្លងផុតហើយចឹងលេបាននិយាយថាបងសម្លាញ់តើអ្នកទាំងអស់គ្នាមកដល់ទីនេះតាំងពីពេលណាហើយរង្វាន់ដែលពួកគេទទួលបាននៅពេលនេះនោះគឺជាបងរំដៃមួយហើយនឹងមានរូបសញ្ញាតន្ត្រីមួយហើយហ្វានេះក៏បានយករង្វាន់នោះទុកទៅចឹងលេបាននិយាយថាមិញនេះបងស្រីធំម្នាក់នោះលេងព្យ៉ាណូពីរោះណាស់ហ្វានេះបាននិយាយថាម៉ែណៃនាងលេងបានល្អណាស់មើលទៅដូចជានៅក្នុងហ្គេមនេះវិធីដើម្បីសម្អាតភារកិច្ចនោះគឺមិនគ្រាន់តែប្រយុទ្ធទេការដោះស្រាយពីភាពសោកស្ដាយរបស់ពួកគេក៏ជាវិធីដើម្បីឆ្លងផុតការសន្លបងបានដែរហ្វានេះក៏បានគិតថាក៏ប៉ុន្តែជាទូទៅនោះនៅក្នុងបរិស្ថានដ៏ភ័យខ្លាចបែបនេះហើយស្ដាប់ឮតន្ត្រីដ៏ព្រឺព្រួយបែបនេះទៀតមើលឃើញខ្មោចតើអ្នកណាដែលមិនរត់នោះប្រហែលជាមានតែមនុស្សដែលមានចិត្តបរិសុទ្ធដូចលីអឺទេទើបអាចឆ្លងផុតការស្លបងមួយនេះបានហើយពេលនោះជើងលីក៏បានចូលមកអាហ្វាងនេះតើបងតាណាទៅមិញនេះលីអឺចង់អោបហ្វាងនេះក៏បានចូលទៅលួងលោមជើងលីគ្មានស្រីល្អលីអឺមិញនេះសំណាងហើយដែលខ្ញុំបង្ហាញខ្លួនតាន់ពេលបើមិនចឹងទេបងប្រុសជូនោះនឹងត្រូវព្យួរដល់ស្លាប់ជាមិនខានហើយហ្គេមនេះក៏នៅតែបង្ហាញថាវាគឺកំពុងតែអេរ៉ឺយ៉ាងខ្លាំងវាមើលទៅដូចជានៅពេលដែលពួកយើងត្រូវរបួសដោយសារខ្មោចនោះយើងក៏អាចមានអារម្មណ៍ថាឈឺចាប់មែនទែនហើយពួកយើងក៏មិនអាចចាក់ចេញពីហ្គេមបានដែរលុះត្រាតែយើងសម្អាតភារកិច្ចអស់ជាងលីក៏បាននិយាយថាយើងមិនអាចចេញទៅវិញបានទេជូធានហូក៏បាននិយាយថាត្រូវហើយយើងក៏មិនអាចតាក់ទងទៅកាន់កូនវិនបានដូចគ្នាអញ្ចឹងហើយពួកយើងត្រូវតែធ្វើភារកិច្ចឲ្យបានឆាប់បំផុតតាមតែធ្វើទៅបានចាំមើលថាតើវានឹងមានរឿងអីកើតឡើងបន្ទាប់ទៀតនោះហ្វានេះបាននិយាយថាអញ្ចឹងពួកយើងបែងចែកវត្ថុដែលពួកយើងមានទៅហើយចាំចេញទៅបន្តទៀតព្រោះថានៅសល់3សាច់តែមួយទេនៅពេលដែលពួកយើងគ្រាន់តែនៅពេលនេះខ្មោចស្រីដែលទុំលើពីដាននោះក៏បានហក់ចុះមកហើយគ្រាន់តែចំហាយដែលខ្មោចនោះបានហក់ចុះមកនោះវាក៏បានធ្វើឲ្យក្រុមរបស់ Fanning បានបំផាំងទៅរៀងខ្លួនហើយនៅពេលនេះ Fanning ក៏បានព្យាយាមទប់ខ្លួនរបស់គាត់វាបានមកដល់ហើយគាត់បានគិតថាតើនេះគឺជាហ្គេមឬមួយក៏ជាជីវិតពិតទៅវាពិតជាឈឺយ៉ាងខ្លាំងជូធានហូក៏បានសួរថាលោក Fanning តើពួកយើងធ្វើអ្វីបន្ទាប់ទៅប៉ុន្តែចម្លើយនោះគឺខ្លីទេរត់ហើយនៅពេលដែលជូធានហូបានឃើញ Fanning ដាក់លេខហើយនោះគាត់ក៏បានរត់តាមពីក្រោយទៅលោក Fanning ចាំខ្ញុំផងហើយខ្មោចនោះក៏បានរត់ដេញតាមពីក្រោយជូធានហួរផងដែរហើយនៅពេលនេះរាងកាយនៅក្រៅហ្គេមរបស់ Fanning ក៏បានគួតឈាមចេញមកគាត់វត្តបាននិយាយថាតើនេះកើតឡើងបានដោយរបៀបណាមេរោគនេះអាចរាតត្បាតទៅដល់រាងកាយពិតតាមរយៈហ្គេមដែរហើយវាបានធ្វើឲ្យកម្មវិធីចេញពីការគ្រប់គ្រងផងដែរគាត់បានគិតថាយើងត្រូវដោះស្រាយបញ្ហានេះឲ្យបានឆាប់បំផុតបើមើលទៅតាមស្ថានភាពនេះលោក Fanning ហើយនឹងអ្នកផ្សេងទៀតគឺកំពុងតែធ្លាក់ចូលនៅក្នុងគ្រោះថ្នាក់ហើយគាត់ក៏ចាប់ផ្ដើមវាយ keyboard បណ្ដានិងនិយាយបណ្ដាប៉ុន្តែមេរោគទាំងអស់នេះវាមកពីណាទៅខ្ញុំបានធ្វើការសាកល្បងយ៉ាងច្បាស់ណាស់ហើយក៏បានសម្អាតគ្រប់យ៉ាងជាច្រើនដងផងដែរកុំប្រាប់ខ្ញុំថាតើវាដោយសារតែធម្មពលវិញ្ញាណដែលខ្ញុំប្រមូលមកពីសាលាហើយយន់ណាហើយមកដល់ត្រឹមនេះសាច់រឿងនៅក្នុង chapter នេះក៏សូម ត្រឹមប៉ុណ្ណេះសិនក្នុង chapter ទី46ផ្ដើមឡើងនៅសាច់រឿងក្រុមរបស់ Fanning ត្រូវបានបិសាចដេញវាយប្រហាររហូតដល់ពួកគេរត់មកដល់ខាងក្រៅមិនតែប៉ុណ្ណោះ Fanning ក៏ត្រូវរបួសហើយក៏បានគួតឈាមផងដែរតែមេរអីទៅយើងបានបំពេញភារកិច្ចរួចអស់ហើយពួកយើងបានកម្ចាត់ខ្មោចទាំង3នោះហើយក៏បានយកស្លាបបញ្ជាដែលពួកគេបានបន្សល់ទុកឲ្យនោះទៅបើកទ្វារផងដែរមិនក៏ហ្គេមនេះមិនទាន់បញ្ចប់ទៀតអញ្ចឹងហើយនៅពេលនេះក្រុមរបស់ Fanning គឺបានហុំព័ទ្ធទៅដោយបិសាចជាច្រើនជូធានហូបាននិយាយថាលោក Fanning ពួកយើងបានប្រើប្រាស់វត្ថុដែលពួកយើងទទួលបានអស់ហើយតែយើងគួរតែធ្វើអីបន្តទៅហើយនៅពេលនោះបិសាចមួយក៏បានហក់ចូលទៅវាយប្រហារ Fanning ហើ
ហើយ file នេះក៏បានហកចេញពីការវាយប្រហាររបស់បិសាចនោះផុតទៅប៉ុន្តែចំហាយធម្មពលពីការវាយប្រហាររបស់បិសាចនោះគឺពិតជាមិនធម្មតាតែវាធ្វើឲ្យ file នេះស្ទើរតែធ្លាក់ពីដំបូលអគារនោះទៅហើយ file នេះបាននិយាយថាប៊ីទៅហើយប៉ុន្តែនៅពេលនោះឥតនាទីនោះក៏ចាប់ផ្ដើមប្រែបែកតែម្ដងហើយ file នេះក៏បានធ្លាក់ចុះទៅហើយនៅពេលនោះជាងលីក៏បានហកទៅតាម file នេះបន្ទាប់មកជូធានហួរក៏បានហកចុះពីលើអគារនោះផងដែរទោះយ៉ាងណាក៏ដោយបើសិនជាពួកយើងនឹងស្លាប់ហើយអញ្ចឹងស្លាប់ជាមួយគ្នាទៅបើពេបរោះសូមជួយឡៅជូឲ្យឆ្លងផុតគ្រោះមហន្តរាយនេះផងប៉ុន្តែមុនពេលដែលពួកគេបានធ្លាក់ទៅដល់ដីនោះធម្មពលពណ៌ខៀវដូចជាខ្សែក៏បានហុំព័ទ្ធជំវិញខ្លួនរបស់ពួកគេហើយធម្មពលដូចជាខ្សែនោះក៏បានចុះមកជាមួយនឹងធម្មពលពណ៌មាសដែលវាបានវាយប្រហារទៅកាន់មេរោគដែលបានធ្វើឲ្យប្រព័ន្ធ error នោះត្រឡប់ទៅជាប្រក្រតីវិញហើយទិដ្ឋភាពផ្សេងៗក៏បានប្រែបែកដូចជាកញ្ចក់ក្រោយមកក្រុមរបស់ Fanning ដែលបានចូលមកលេងហ្គេមនេះក៏បានបង្ហាញខ្លួននៅទីកន្លែងណាមួយជូធានហួរបាននិយាយទាំងឆ្ងល់ថាតើនេះជាកន្លែងណាតើពួកយើងស្លាប់ហើយ Fanning បាននិយាយថាខ្ញុំមិនដឹងថាពួកយើងនៅឯណាទេប៉ុន្តែខ្ញុំគិតថាប៉ុន្តែនៅពេលនោះក៏មានច្រកលំហមួយក៏បានបើកឡើងដែលវាក៏បានធ្វើឲ្យក្រុមរបស់ Fanning ក៏មានការចាប់អារម្មណ៍ផងដែរហើយគាត់វិញក៏បានដើរចេញពីច្រកទ្វារនោះមកចុងក្រោយខ្ញុំអាចចូលមកបានហើយខ្ញុំពិតជារីករាយណាស់ដែលអ្នកទាំងអស់គ្នាមិនអីពួកគេក៏បាននិយាយទាំងភ្ញាក់ផ្អើលគាត់វិញហើយនៅពេលនោះផ្ទាំងឲ្យក្រុមមួយក៏បានផុសឡើងសូមអបអរសាទរទៅដល់អ្នកលេងទាំង3នាក់ដែលបានបំពេញភារកិច្ចនៅក្នុងសាលាហើយយន្តបានយ៉ាងល្អឥតខ្ចោះការដែលរ៉េតឲ្យភារកិច្ច F បូកការរុករកនៅក្នុងហ្គេម 99% រង្វាន់ដែលទទួលបាន100ពិន្ទុហ្គេមសូមអបអរដល់អ្នកលេង Fanning ទទួលបានរហស្សនាមថាពេជ្ជឃាតនៅក្នុងសាលារហស្សនាមពេជ្ជឃាតនៅក្នុងសាលាគឺទទួលបាននៅពេលដែលសម្រាប់បិសាចចំនួន10ឬក៏លើនឹងមួយវគ្គហ្គេមនៅពេលដែលទទួលបានរហស្សនាមនេះហើយនោះការវាយប្រហារនឹងកើនឡើង 10% Fanning បានសួរគាត់វិញថាតើនាមនេះមានន័យយ៉ាងម៉េចទៅដាក់មើលទៅដូចជាវាមិនមែនជានាមរបស់មនុស្សល្អទេពូម៉ាប់ក៏បានចូលមកនិយាយថាលោក Fanning ចាប់គាត់ឲ្យលឿនទៅហ្គេមដែលបានអនុញ្ញាតឲ្យពួកយើងចេញទៅនោះគឺគ្រប់យ៉ាងគ្រប់គ្រងទៅដោយគាត់ហើយគាត់វិញក៏បានបញ្ញាប់និយាយថាទេនៅមិនមែនខ្ញុំទេ Fanning បាននិយាយថាមិនអីទេខ្ញុំជឿលោកប្រាប់ខ្ញុំមកតែមានរឿងអីកើតឡើងគាត់វិញក៏បាននិយាយថាមិញនេះនៅសុកហ្គេមក៏ចាប់ផ្ដើមមានមេរោគហើយវាក៏ចាប់ផ្ដើមមិនអាចគ្រប់គ្រងបានការវាយប្រហាររបស់បិសាចនោះក៏បានជះឥទ្ធិពលទៅដល់រលកខួរក្បាលរបស់លោកចំនួន10ដងវាធ្វើឲ្យខ្ញុំភ័យសឹងស្លាប់ទៅហើយប៉ុន្តែគាត់ស្លាប់បាត់ហើយណាហើយវាក៏ជះឥទ្ធិពលទៅដល់រាងកាយពិតរបស់លោកនៅក្នុងពិភពលោកពិតប្រាកដផងដែរប៉ុន្តែលោក Fanning ហើយនិងក្រុមរបស់លោកគឺជាអ្នកមានគុណរបស់ខ្ញុំហើយខ្ញុំក៏មិនអាចធ្វើបាបពួកលោកបានដែរនោះហើយគឺជាមូលហេតុដែលខ្ញុំបានប្រឹងប្រែងធ្វើអស់ពីសមត្ថភាពដើម្បីស៊ើបអង្កេតវាហើយនឹងជួសជុលវាផងដែរនៅពេលនេះលោកបានសម្អាតភារកិច្ចនៅក្នុងហ្គេមអស់ហើយដូច្នេះហើយអ្វីគ្រប់យ៉ាងក៏បានត្រឡប់មកប្រក្រតីវិញហើយ Fanning បាននិយាយថាអញ្ចឹងមេរោគទាំងអស់នោះសម្អាតហើយនៅពេលនេះអ្វីគ្រប់យ៉ាងត្រឡប់ទៅធម្មតាវិញហើយគាត់វិញក៏បានឲ្យមេដាយមួយមែនហើយពួកលោកទាំងអស់គ្នាគឺពិតជាអស្ចារ្យណាស់ទោះបីជានៅតែមានចំណុចខ្វះខាតបន្តិចបន្តួចក៏ដោយពេលដែលពួកលោកបានសម្អាតភារកិច្ចនៅក្នុងហ្គេមនឹងអស់ហើយនោះវានឹងធ្វើការរៀបចំឡើងវិញដោយអូតូម៉ាទិកដូច្នេះហើយនៅពេលនេះគ្រប់យ៉ាងគឺលែងអីហើយពូម៉ាបាននិយាយថាអញ្ចឹងនៅពេលដែលពួកយើងចេញទៅវិញនោះតើពួកយើងគួរតែស៊ើបអង្កេតពីមូលហេតុដែលធ្វើឲ្យរឿងទាំងអស់នេះកើតឡើងនេះទេអញ្ចឹងតើពេលនេះហ្គេមអនុញ្ញាតឲ្យពួកយើងចេញទៅវិញបានហើយ Fanning បាននិយាយថាមេរោគទាំងអស់នេះគឺពិតជាគួរឲ្យសង្ស័យមែនគាត់វិញបាននិយាយថាមិនចាំបាច់បារម្ភទេតើខ្ញុំដោះស្រាយវាខ្ញុំសន្យាប៉ុន្តែពេលនេះដល់ពេលដើម្បីបង្ហាញនៅរង្វាន់ដែលគួរភ្ញាក់ផ្អើលនោះហើយគាត់ក៏បានប្រើប្រាស់ធម្មពលបញ្ចេញបាល់ពន្លឺចំនួន3ចេញមកហើយគាត់វិញក៏បានបកគលបាល់ពន្លឺនោះទៅឲ្យពួកគេម្នាក់មួយសូមអបអរសាទរអ្នកលេងទាំង3នាក់ដែលបានសម្អាតនៅភារកិច្ចនៅក្នុងហ្គេមលោក Fanning គឺជាក្រុមដំបូងហើយដែលបានសម្អាតភារកិច្ចនៅក្នុងហ្គេមនេះខ្ញុំបានរៀបចំនៅកាដូអាតកំបាំងជាពិសេសឲ្យលោកហើយ Fanning ក៏បានទទួលឯកសារមួយចំនួនចាងលីទទួលបានតុក្កតាមួយដែលមានរូបរាងដូច Fanning ហើយជូទៀនហួរក៏ទទួលបាននៅกระดาษពី3សន្លឹកផងដែរហើយ Fanning ក៏បានយកឯកសារនោះមកមើលតែនឹងគឺជាឯកសារទាក់ទងជាមួយនឹងការអភិវឌ្ឍនៅដែនព្រលឹងគាត់បាននិយាយថាគាត់រកឃើញឯកសារនេះនៅពេលដែលគាត់ scan ទៅលើផែនទីនៅឯសាលាហើយយន្តហើយគាត់បានរកឃើញឯកសារទាំងអស់នេះនៅលើកុំព្យូទ័រចាស់មួយដែលជាកុំព្យូទ័រខូចនៅក្នុងការិយាល័យរបស់នាយកពេលដែលគាត់រកឃើញកុំព្យូទ័រចាស់នោះគាត់ក៏បានព្យាយាមប្រើប្រាស់ធម្មពលវិញ្ញាណទៅលើកុំព្យូទ័រនោះដើម្បីបង្កើតជាទម្រង់ឯកសារហើយក៏បានទាញយកវាមកគាត់វិញបានអេះក្បាលហើយក៏បាននិយាយថាខ្ញុំគិតថាវាមានប្រយោជន៍ចំពោះលោក Fanning បានទះស្មាគាត់វិញហើយក៏បាននិយាយថាអរគុណហើយតបមកពូម៉ាប់ក៏បានសួរថាតើនេះជាអ្វីទៅវាមើលទៅដូចជារបស់ដែលយកមកពីក្នុងហ្គេមមិញគាត់វិញបាននិយាយថាត្រូវហើយនឹងគឺជាกระดาษយន្តយកមកពីក្នុងហ្គេមខ្ញុំបានបង្កើតនៅกระดาษយន្តហ្នឹងដោយប្រើប្រាស់ធម្មពលដែលខ្ញុំបានប្រមូលពីសាលាហើយយន្តហើយកระดาษយន្តហ្នឹងអាចប្រើប្រាស់នៅក្នុងជីវិតពិតបានកระดาษយន្តទាំងអស់នេះប្រហែលជាគ្មានប្រយោជន៍ចំពោះលោក Fanning ទេប៉ុន្តែគាត់តែអាចការពារសុវត្ថិភាពរបស់ឡាវជូបានហើយនៅពេលនេះខ្ញុំអាចបង្កើតกระดาษយន្តហ្នឹងបានមួយថ្ងៃ2សន្លឹកមួយសន្លឹកប្រើបាន5នាទីហើយធម្មពលនៅក្នុងกระดาษយន្តហ្នឹងអាចស្ដារឡើងវិញដោយប្រើបានក្នុងរយៈពេល7ថ្ងៃ
មានន័យថាអ្នកបានបំរុងនៅកណ្ដាលយ័ន្តចំនួន14សន្លឹកបើសរុបទៅវិធីនេះបើសិនជាជួបជាមួយនឹងវិញ្ញាណដែលមានកម្រិតទី3ឬក៏ក្រោមហ្នឹងបើទោះបីជាមិនអាចយកឈ្នះបានក៏អាចរត់បានដែរហើយនៅពេលនោះជូធានហួរក៏បានហត់ទៅអោបកនវិនពោពេញទៅដោយក្តីរំភើបអរគុណហើយកនវិនខ្ញុំមិនគួរសង្ស័យឯងទេមិញនេះហើយកនវិនក៏បាននិយាយជាមួយនឹងជាងលីថាចំពោះអ្វីដែលជាងលីកំពុងតែកាន់ហ្នឹងវាគឺជាតុក្កតាមួយដែលបង្កើតឡើងពីវត្ថុដែល Fanning បានបន្សល់ទុកនៅពេលដែលគាត់ចូលទៅក្នុងហ្គេមកាលពីលើកមុនហើយនៅពេលដែលយកវាចេញពីក្នុងហ្គេមនោះវាអាចប្រែទៅជាតុក្កតាអនុស្សាវរីយ៍មួយដែលជាងលីអាចលាក់ខ្លួននៅក្នុងនោះដែលអាចធ្វើឲ្យនាងបិទធម្មពលវិញ្ញាណរបស់នាងដោយមិនឲ្យគេដឹងខ្ញុំមិនដឹងទេថាតើអ្នកនាងជាងចូលចិត្តវាឬអត់ជាងលីបាននិយាយថាខ្ញុំចូលចិត្តវានៅពេលដែលលោកជូនកាដូឲ្យខ្ញុំហើយនោះខ្ញុំក៏ឈប់គិតចង់ញ៉ាំលោកទៀតហើយកូនវិនបាននិយាយថាហេតុអីបានជានាងនៅតែគិតចង់ញ៉ាំខ្ញុំទៀតអញ្ចឹងខ្ញុំពិតជាខ្លាចណាស់មួយរយៈពេលក្រោយមកបន្ទាប់ពីពួកគេបានចេញពីក្នុងពិភពលោកហ្គេមលើកលែងតែ Fanning ដែលមិនទាន់ចេញពីក្នុងហ្គេមប្រហែលជាកំពុងតែដោះស្រាយបញ្ហាមួយចំនួនជូធានហួរបាននិយាយថាវាកន្លងទៅលើសពី1ម៉ោងហើយមិនក៏គាត់មិនទាន់ចេញមកទៀតអញ្ចឹងកូនវិនបាននិយាយថា Fanning គឺកំពុងតែសិក្សាពីឯកសារដែលគាត់បានរកឃើញនៅក្នុងសាលាហើយយន្តនោះប្រហែលជាឯកសារនឹងគឺស្មុគស្មាញបន្តិចហើយពេលនោះ Fanning ក៏បានចេញពីក្នុងពិភពលោកហ្គេមគាត់ក៏បានដោះវ៉ែនតាហ្គេមនោះចេញកូនវិនក៏បានមកសួរគាត់ថាលោក Fanning តើកាដូនោះមានប្រយោជន៍ចំពោះលោកអត់ Fanning បានងក់ក្បាលហើយក៏បាននិយាយថាឯកសារនេះគួរតែជាការស្រាវជ្រាវពីវិមាននៃដែនរបស់យន្តឆាងហើយឯកសារនេះគឺពិតជាមានតម្លៃបើសិនជាខ្ញុំអាចជំនាញទៅលើដែននោះខ្ញុំប្រហែលជាអាចបដូរយន្តឈ័នហើយនឹងយន្តធន់បានហើយប៉ុន្តែខ្ញុំត្រូវការវឹកហាត់វានៅក្នុងសមុទ្រស្មារតីរបស់ខ្ញុំមួយរយៈពេលបន្ទាប់មកក៏បានក្រោកឡើងមិនចាំបាច់ខ្វល់ទេវិមាននៃដែនមិនមែនជាអ្វីដែលយើងអាចគិតចេញនៅក្នុងពេលដ៏ខ្លីបានទេពេលនេះនិយាយអំពីហ្គេមរបស់ពួកយើងសិនទៅ Fanning បានដើរមករកកូនវិនហើយក៏បាននិយាយថាមានរឿងខ្លះនៅក្នុងហ្គេមនេះខ្ញុំចង់ដឹងតែខ្ញុំអាចសួរលោកពី3សំណួរបានទេកូនវិនក៏បានងក់ក្បាលសួរមកចុះសំណួរដំបូងដែល Fanning បានសួរនោះគឺតើរឿងខ្មោចនៅក្នុងហ្គេមហ្នឹងគឺជារឿងដែលបានកើតឡើងនៅក្នុងជីវិតពិតទេហើយហេតុអីបានជាការវាយប្រហាររបស់ពួកគេធ្វើឲ្យពួកយើងរបួសនៅក្នុងជីវិតពិតនិងធ្វើឲ្យពួកយើងមិនអាចចេញពីក្នុងហ្គេមបានហើយកូនវិនក៏បានបញ្យល់ប្រាប់ Fanning យ៉ាងច្រើនដែលរឿងទាំងអស់ហ្នឹងគឺជារឿងពិតដែលកើតឡើងនៅសាលាយន្តកូនវិនបានប្រមូលនៅវត្ថុជាមួយនឹងវិញ្ញាណសេសសល់ហើយក៏បានត្រាប់តាមរឿងរ៉ាវនៅក្នុងជីវិតពិតហ្នឹងដាក់នៅក្នុងហ្គេមហើយចំពោះមូលហេតុដែលពួកគេមិនអាចចេញពីក្នុងហ្គេមបានគឺដោយសារតែមានមេរោគហើយកូដហ្គេមគឺបានប្រើប្រាស់ធម្មពលវិញ្ញាណដើម្បីបង្កើតឡើងហើយក៏ប្រហែលជាវាជះឥទ្ធិពលពីវិញ្ញាណនៅក្នុងសាលាយន្តនៅពេលដែលគាត់ស្កេនយកផែនទីពីសាលានោះហើយកូនវិនគាត់ត្រូវការទៅស៊ើបអង្កេតនៅឯសាលាយន្តនោះដើម្បីរចនានៅបេតុងចាក់ចែងហ្នឹងឲ្យកាន់តែមានភាពទំនើបដើម្បីបង្ការពីរឿងដែលមិនអាចចាក់ចេញពីក្នុងហ្គេមនឹងបានកើតឡើងម្ដងទៀត Fanning ក៏បានយល់ស្របហើយក៏បានសួរពីសំណួរទី2ប៉ុន្តែនៅពេលដែលអ្នកលេងស្គាល់ផែនទីហើយដឹងពីរបៀបកម្ចាត់ខ្មោចទៀតតើអត្ថភាពអ្នកលេងនឹងមិនធ្លាក់ចុះទេហើយមិនមែនពួកយើងបានលោតចុះពីលើតំបន់គេនោះទេជូធានហួរបាននិយាយថាមែនហើយតើនោះអាចចាត់ទុកថាជាការសម្អាតហ្គេមដែរគាត់វិញនិយាយថាត្រូវហើយមួយនៅក្នុងចំណោមបំណងនៃការរចនាហ្គេមហ្នឹងគឺដើម្បីជួយ Fanning ហើយនឹងក្រុមរបស់ Fanning ទទួលបាននូវធម៌ពលនៃភាពភ័យខ្លាចការរចនានៅសតបចុងក្រោយនោះគឺមានន័យថាជួយ Fanning ឲ្យទទួលបានធម៌ពលនៃភាពភ័យខ្លាចឲ្យបានកាន់តែច្រើនហើយនៅពេលដែលមានធម៌ពលនៃភាពភ័យខ្លាចច្រើនហ្នឹង Fanning ក៏អាចឡើងកម្រិតដែរទោះបីជាគាត់រៀងអស់ស្គើបន្តិចប៉ុន្តែគាត់ក៏នៅតែអរគុណទៅកាន់កូនវិនបាននិយាយថាចំពោះអត្ថភាពរបស់អ្នកលេងវិញ Fanning ក៏មិនចាំបាច់បារម្ភពីរឿងហ្នឹងទេខ្មោចដែលមាននៅក្នុងសាលាហើយយន្តហ្នឹងគឺចម្រុះហើយទីតាំងនៃហបទ្រព្យសម្បត្តិជាមួយនឹងវត្ថុផ្សេងៗហ្នឹងក៏ត្រូវការចាប់ដោយចៃដន្យហើយផែនទីនឹងអាប់ដេតថ្មីនៅក្នុងពេលអនាគតដូច្នេះហើយភារកិច្ចនៅក្នុងហ្គេមហ្នឹងអាចធានាបានថាគឺវាផ្សេងៗគ្នា Fanning ក៏បានផ្ដល់មតិឲ្យកូនវិនថាដើម្បីថែរក្សាសុវត្ថិភាពរបស់អ្នកលេងនោះលោកគួរតែរៀបចំនៅឧបករណ៍ការពារមួយទៅនៅពេលដែលមេរោគមិនអាចកម្ចាត់បានឬមួយក៏ហ្គេមហ្នឹងវាមិនអាចគ្រប់គ្រងបាននោះក៏នៅតែមានអ្នកអាចការពារអ្នកលេងនៅក្នុងហ្គេមបាន Fanning ក៏បានសួរថាតើមានអង្គភាពវិញ្ញាណដែលមានចិត្តល្អដូចជាលោកដែរទេហើយវាអាចប្រែទៅជាឯកសារនៅក្នុងប្រព័ន្ធបានកូនវិនបាននិយាយថាបើតាមទ្រឹស្ដីហ្នឹងវិញ្ញាណប្រៀបដូចជាសញ្ញាមួយពេលដែលពួកគេជំនាញទៅលើបច្ចេកទេសធម្មពលព្រលឹងនោះពួកគេគួរតែអាចធ្វើដំណើរនៅក្នុងប្រព័ន្ធសញ្ញាឯកសារទាំងអស់នោះបាន Fanning បាននិយាយថាតើលោកគិតយ៉ាងម៉េចដែរបើសិនជាខ្ញុំចុះឈ្មោះជំនួយការតូចម្នាក់ឲ្យលោកនោះកូនវិនក៏បានសួរទាំងឆ្ងល់ជំនួយការតូចអីគេ Fanning បានយកក្រាស់មួយចេញមកកូនវិនក៏បាននិយាយថានេះគឺជាក្មេងស្រីនៅក្នុងសាលាយន្តដែលនៅក្នុងវីដេអូរបស់លោកហើយ Fanning ដាក់ក្រាស់នោះនៅលើតុនៅក្បែរឧបករណ៍មួយពិតមែនហើយគាត់ក៏បាននិយាយជាមួយនឹងក្រាស់នោះថានាងបានឮពីអ្វីដែលយើងបាននិយាយមិញនេះហើយមែនអត់ចាប់ឡើងមើលថានាងអាចចូលទៅក្នុងនោះបានអត់ហើយនៅពេលនោះក៏មានធម្មពលវិញ្ញាណចេញពីក្នុងក្រាស់នោះមកហើយក៏បានហោះឡើងនៅទីនោះនៅពីមុខរបស់ពួកគេហើយបន្ទាប់ពីធម្មពលនោះបានហោះចូលទៅក្នុងអេក្រង់កុំព្យូទ័រហើយនោះលៀនសាំងនឹងក៏បានបង្ហាញខ្លួនចេញមកលៀនសាំងបាននិយាយថា Fanning ខ្ញុំចូលមកបានហើយខាន់ជួបលោកយូរហើយខ្ញុំនឹកលោកខ្លាំងណាស់ហើយចំណែក Fanning វិញនៅពេលនេះក៏កំពុងតែបែកញើសជោគថ្ងាសហើយដោយសារតែទឹកមុខជាងលីនៅពេលនេះក៏ដូចជាមិនសូវស្រួលទេក៏បានកាហែបន្តិចដើម្បីបដូរស្ថានភាពហ
ហើយគាត់ក៏បាននិយាយជាមួយនឹងកូនវិនថាតើលោកអាចផ្ដល់ការអនុញ្ញាតឲ្យនាងរស់នៅក្នុងហ្គេមបានទេវិធីនោះលោកនឹងអាចនៅខាងក្រៅហ្គេមហើយនាងនឹងអាចរស់នៅខាងក្នុងបានបើសិនជាហ្គេមមិនអាចគ្រប់គ្រងបាននោះនាងក៏អាចការពារអ្នកលេងបានហើយក៏អាចសហការជាមួយនឹងលោកនៅខាងក្រៅដោះស្រាយពីបញ្ហាបានកូនវិនគាត់ក៏បានយល់ព្រមហើយគាត់ក៏បានស្គាល់លិនសៀងដោយសារតែគាត់បានអានឯកសាររបស់នាងរួចហើយគាត់ក៏បាននិយាយថារីករាយណាស់ដែលបានជួបនាងហ្វានីក៏បាននិយាយថាលិនសៀងនៅទីនោះហើយនេះក៏ជារឿងល្អចំពោះនាងផងដែរពេលនេះធម្មពលវិញ្ញាណរបស់នាងទន់ខ្សោយខ្លាំងណាស់ពេលដែលនាងឆ្លងកាត់នៅក្នុងហ្គេមនោះនាងនឹងអាចស្ដាប់ធម្មពលរបស់នាងកាន់តែលឿនលិនសៀងក៏បាននិយាយថាអរគុណហើយហ្វានីបាននិយាយថាត្រូវស្ដាប់បង្គាប់កូនវិនហើយនៅពេលដែលនាងស្ដាប់ធម្មពលរបស់នាងហើយនោះខ្ញុំនឹងមកទទួលនាងលិនសៀងក៏បាននិយាយថានាងនឹងស្ដាប់បង្គាប់ហ្វានីបាននិយាយថាមិនអីទេអញ្ចឹងខ្ញុំនឹងទុកឲ្យកូនវិនអភិវឌ្ឍហ្គេមហើយត្រូវមើលថែលិនសៀងឲ្យបានល្អផងកូនវិនក៏បាននិយាយថាកុំបារម្ភអីលោកហ្វានីបន្ទាប់ពីអ្វីគ្រប់យ៉ាងបានបញ្ចប់ហើយនោះហ្វានីក៏បានត្រឡប់មកផ្ទះវិញពេលយប់ក៏បានចូលមកដល់ហើយនៅពេលនោះក៏ឮសំឡេងរបស់ជាងលីកំពុងតែមើលហៅហ្វានីហើយជាងលីតែងតែហៅហ្វានីថាលោកប្តីជានិច្ចតែពេលនេះជាងលីគឺកំពុងតែគេងហើយហ្វានីក៏គឺកំពុងតែជូតមកឲ្យនាងហើយហ្វានីក៏បាននិយាយថាគេមកមើលម្ដងទៀតហើយប៉ុន្តែនៅពេលភ្លាមៗនោះក៏មានអារម្មណ៍ពីអ្វីមួយក៏បានគិតថាតើមានរឿងអីទៅហេតុអីបានជាខ្ញុំភ្លាមៗក៏មានអារម្មណ៍ថាមិនស្រួលសោះអញ្ចឹងតែនៅពីចម្ងាយក៏មានធម្មពលអ្វីមួយកំពុងតែហោះមកហើយវាក៏បានហោះមកបោកអាគារដែលហ្វានីកំពុងតែរស់នៅនោះក្តាំងតែម្ដងដែលបានចេះចំហាយយ៉ាងសម្បើមមកកាន់ហ្វានីផងដែរហើយធម្មពលនោះគឺបានបញ្ចេញមកពីក្មេងស្រីសក់ពណ៌ខៀវដែលកំពុងតែហោះឲ្យបរិសុទ្ធក្រហមនឹងអង្គុយពីលើនាងក៏បាននិយាយថាខ្ញុំរកឯងឃើញហើយChapter ទី47បន្ទាប់ពីនៅក្នុងអគារដែលហ្វានីកំពុងទស្សនានៅនោះត្រូវបានវាប្រហារវាក៏បានបន្សល់ទុកនៅប្រហោងដ៏ធំមួយហើយដុំធម្មពលនោះក៏បានហោះមកម្ដងទៀតហ្វានីក៏គិតថាតើនេះគឺជាអ្វីទៅបន្ទាប់មកក៏បានបីជាងលីហើយគេចចេញពីដុំធម្មពលនោះហើយគាត់បានគិតថាធម្មពលវិញ្ញាណដែលខ្លាំងបែបនេះតែអាចថានឹងគឺជាការវាប្រហារមកពីអង្គការនរកនោះហើយនៅពេលដែលអគារនោះត្រូវបានវាប្រហារចំនួន2ដងនោះវាក៏បានបង្កើតជារន្ធមួយយ៉ាងធំបន្ទាប់មកអគារនៅទីនោះក៏ចាប់ផ្ដើមស្រុតតែម្ដងក្មេងស្រីសក់ពណ៌ខៀវនឹងក៏បាននិយាយថារួចហើយដល់ពេលដើម្បីប្រមូលផលហើយរសក់ក្រហមបាននិយាយថាពួកគេនៅទីនេះនៅឡើយទេអញ្ចឹងហើយកុំខ្វះការប្រុងប្រយ័ត្នឲ្យសោះក្មេងស្រីនោះក៏បាននិយាយថាពួកគេពិតជាតានមែនបើអញ្ចឹងគួរតែចូលទៅអកពួកគេចេញមករសក់ក្រហមបាននិយាយថាទុកឲ្យពួកគេចេញមកដោយខ្លួនឯងទៅក្មេងស្រីនោះក៏បាននិយាយថាបងប្រុសឡងក៏ពិតជាឆ្លាតវៃមែនពីដំបូងពួកគេបានរៀបចំគម្រោងធ្វើឲ្យពួកយើងទៅស្វែងរកពួកគេខុសកន្លែងប៉ុន្តែពេលនេះពួកគេបានបង្ហាញនៅទីកន្លែងរបស់ពួកគេនឹងប្រហែលជាមានអន្ទាក់ហើយក្មេងស្រីសក់ពណ៌ខៀវនឹងប្រកែកទាំងនិយាយប្រកែកទាំងវាយតែខ្ញុំសូមសង្ខេបហើយនាងក៏បាននិយាយថាអញ្ចឹងខ្ញុំនឹងបន្ថែមភ្លើងពី3ដងទៀតចុះហើយទៅឲ្យខ្ញុំកំទេចកន្លែងនេះមើលចាំមើលពួកគេនៅលាក់ខ្លួនទៀតអត់ហើយនាងក៏ចាប់ផ្ដើមប្រមូលផ្ដុំនៅធម្មពលភ្លើងជុំវិញមាត់របស់នាងហើយនាងក៏បានស្រែកថាដុំភ្លើងហើយដុំភ្លើងដែលនាងបានប្រមូលនោះក៏បានបោះពួយសម្ដៅទៅកាន់អគារដែលហ្វាំងនីកំពុងទៅរស់នៅហើយនៅពេលនេះនៅក្នុងអគារនោះគឺមានក្មេងម្នាក់កំពុងតែស្រែកហៅរកម្ដាយរបស់វាឲ្យជួយហើយម្ដាយរបស់ក្មេងនោះក៏បានអោបវាហើយក៏បាននិយាយថាកុំខ្លាចអីម៉ែនៅទីនេះហើយប៉ុន្តែនាងក៏ខ្លាចមិនចាញ់ក្មេងនោះដែរប៉ុន្តែធ្វើជាឪពុកម្ដាយរបស់គេគឺត្រូវជំនះរាល់ការភ័យខ្លាចដើម្បីការពារកូនហើយនៅពេលនេះដែរដុំភ្លើងដ៏ធំនោះក៏បានបោះពួយសម្ដៅមកកាន់ម្ដាយកូនទាំងពីរនាក់នេះហើយពួកគេកំពុងតែភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែពេលនេះជាងលីក៏បានចូលមកហើយក៏បានបើកខែរបស់នាងដើម្បីការពារដុំភ្លើងនោះទៅទីនេះគ្រោះថ្នាក់ខ្លាំងណាស់នាងឆាប់រត់ទៅហើយម្ដាយរបស់ក្មេងនោះក៏បានបញ្ញាប់អរគុណជាងលីហើយក៏បានចាក់ចេញពីទីនោះទៅហ្វានេះបាននិយាយថាមានមនុស្សច្រើនណាស់នៅទីនេះបើសិនជាធ្វើការប្រយុទ្ធគ្នានៅទីនេះនោះមនុស្សមិនដឹងអីជាច្រើនអ្នកប្រកាសជារងគ្រោះថ្នាក់ជាមិនខានយ៉ាងហើយយើងត្រូវបញ្ឆោតពួកគេទៅឲ្យឆ្ងាយលីអឺតោះទៅកាន់សាលាហាយន់ហើយជាងលីក៏បានប្រើប្រាស់ធម្មពលរបស់នាងលើកហ្វាំងនីហើយក៏បានហោះទៅចំណែកនៅក្រោមអគារវិញកំពុងតែមានមនុស្សនិយាយគ្នារੂមានរឿងអីទៅហេតុអីបានជាមានភ្លើងឆេះអញ្ចឹងតើមនុស្សនៅទីនោះកំពុងដាក់ខ្សែឬក៏អីទៅប៉ុន្តែដូចជាមិនមានក្រុមថតកុនបានតាក់ទងមកទីនេះឯណាមកថតកុនទាំងកណ្ដាលយប់បែបនេះវាប៉ះពាល់ទៅដល់សាធារណជនខ្ញុំនឹងប្តឹងពួកគេហើយអ្នកខ្លះក៏បានស្រែកថាឲ្យមនុស្សរបស់ឯងចេញពីទីនោះមកពួកគេកំពុងនិយាយទៅកាន់អ្នកកំពុងហោះហើយក្មេងស្រីសក់ពណ៌ខៀវពេលនេះកំពុងតែខឹងហើយមនុស្សដែលកំពុងតែស្រែកនៅទីនោះពិតជារំខានណាស់ខ្ញុំនឹងសម្លាប់ពួកគេចោលឲ្យអស់បរិសុទ្ធក្រហមក៏បានវេនាងមួយទៅស្ងប់ចិត្តកុំបង្កបញ្ហាក្មេងស្រីនោះក៏បាននិយាយថាយល់ហើយក្មេងស្រីនោះក៏បានតវ៉ាទាំងតូចចិត្តថាពួកគេគ្រាន់តែជាមនុស្សធម្មតាទេបើសិនជាពួកគេស្លាប់នឹងតើវាមានរឿងអីទៅហើយលោកបានវាយខ្ញុំដោយសារតែពួកគេខ្ញុំឈឺខ្ញុំតូចចិត្តនិយាយមែនណាក្មេងស្រីនឹងក៏ពិតជានិយាយច្រើនណាស់បរិសុទ្ធក្រហមក៏បាននិយាយថាឈប់លោឡាទៅគោលដៅកំពុងតែគេចខ្លួនឆាប់តាមពួកគេទៅ
ក្មេងស្រីនៅក៏បានស្រែកថាយល់ហើយអោបឲ្យជាប់ហើយពលឺភ្លើងពណ៌ក្រហមក៏បានដេញពលឺភ្លើងពណ៌ខៀវទៅហើយមនុស្សនៅខាងក្រោមក៏បានលូទៀតហើយវាហោះទៅហើយមិនមានខ្សែនៅទីនោះទេបរិះម្នាក់ទៀតនៅក៏បាននិយាយថាអញ្ចឹងការផ្ទុះមិញនេះតើនឹងគឺជាការពិតទេហើយក៏តើពួកឯងកំពុងតែឈរនៅទីនោះធ្វើស្អីទៀតឆាប់ទៅបលត់ភ្លើងទៅហើយនាំគ្នាមកឈរមើលមួយថ្ងៃអត់នាំគ្នាទៅបលត់ភ្លើងអញ្ចឹងអីឆេះផ្ទះអ្នកទស្សនាអស់ហើយមើលរយៈពេលក្រោយមកបន្ទាប់ពីពួកគេបានហោះដេញគ្នាមកដល់សាលាហើយយន្តនោះហើយហ្វានីងក៏បានហោះចូលមកក្នុងសាលាហើយក្មេងស្រីដែលកំពុងតែហោះតាមគាត់នឹងក៏បាននិយាយថារត់ទៅហេតុអីបានជាមិនរត់ទៀតទៅតែឯងមានតែប៉ុណ្្នឹងទេឯងពិតជាខ្សោយខ្លាំងណាស់ដល់បាត់ភក់ទៅហើយនេះក៏ត្រូវបរោះសក់ក្រហមវាម្ដងទៀតហើយអ្វីដែលនាងចេះធ្វើនឹងគ្រាន់តែនិយាយអត់ប្រយោជន៍ប៉ុណ្ណោះហើយនៅពេលនេះក្មេងស្រីសក់ពណ៌ខៀវនឹងក៏បានខឹងហើយក៏បានស្រែកថាម្ដងទៀតហើយនឹងគឺជាលើកទី2ហើយដែលលោកបានវាយខ្ញុំនៅថ្ងៃនេះជឿឬអត់ថាខ្ញុំនឹងខំលោកឲ្យស្លាប់នោះហើយហ្វានីងក៏បាននិយាយថាបច្ចេកទេសពលឹងដ៏អស្ចារ្យបែបនេះអ្នកទាំងពីរច្បាស់ជាអ្នកការពារទាំង12មកពីអង្គការនរោនោះហើយត្រូវទេតែអ្នកទាំងពីរចង់បានអ្វីពីខ្ញុំទៅគាត់បានគិតថាពីអ្នកទៀតហើយសម្ពាធដែលពួកគេបានបញ្ចេញមកគឺខ្លាំងជាងចោតនរោហើយនឹងពង្រូលនរោទៅទៀតវាច្បាស់ជាមិនងាយស្រួលក្នុងការដោះស្រាយទេពេលនេះហើយនៅពេលនោះបរិះសក់ក្រហមនឹងក៏បានអាឡាតចុះមកហើយក៏បានចុះនៅលើធ្នើមួយយ៉ាងសង្ហាមើលទៅកាន់ហ្វាងនីងហើយនឹងចេងលីនៅខាងក្រោមទៅជាមួយនឹងពួកយើងឬមួយក៏ស្លាប់ហើយក៏គ្មានអ្វីនិយាយបន្ថែមទៀតដែរហើយក្មេងស្រីសក់ពណ៌ខៀវនឹងក៏បាននិយាយថាត្រូវហើយមិនមានអ្វីនិយាយបន្ថែមទៀតទេហើយធ្វើឲ្យខ្ញុំទៅកន្លែងខុសហើយធ្វើឲ្យបងប្រុសឡងនឹងបន្ទោសខ្ញុំបើមិនមែនដោយសារតែខ្ញុំគឺជានាងដែលថែមនរោទីនោះកើតមកមានសមត្ថភាពរត់បាន1000ម៉ាយក្នុងពេលមួយថ្ងៃអញ្ចឹងខ្ញុំនឹងត្រូវឯងធ្វើឲ្យឈួតកាលពី2-3ថ្ងៃមុនបាត់ហើយអញ្ចឹងរហស្សនាមរបស់ក្មេងស្រីនឹងគឺដៃថែមនរោហ្វានីបាននិយាយថាតើយើងធ្លាប់ជួបគ្នាពីមុនក្មេងស្រីនឹងក៏បាននិយាយយ៉ាងច្រើនបន្ថែមទៀតនៅតែព្យាយាមបកាយទៀតបើសិនមិនមែនឯងព្យាយាមលាក់ខ្លួនហើយលេងធ្វើដូចឆ្មាចាប់កណ្ដុរតែធ្វើឲ្យខ្ញុំហើយនឹងបងប្រុសឡងមិនអាចគិតឃើញនោះអញ្ចឹងពេលដែលអង្គរៈដ៏ខ្លាំងបំផុតដែលជាបងប្រុសនាគនោះដល់ស្រ័យជាមួយនឹងឯងវាដូចជាការញិចសមោចមួយអញ្ចឹងគឺពិតជាងាយស្រួលខ្លាំងណាស់ពេលនោះជើងលីក៏បានបោះពុយនៅច្បាប់ធម្មពលមួយចេញទៅបងសម្លាញ់ជៀសផ្លូវប៉ុន្តែច្រវាក់របស់ជើងលីត្រូវបានដៃថែមនរោចាប់ជាប់ហើយនាងក៏បាននិយាយឌឺថាការឡោវាប្រហានាងកំពុងតែចង់បោកខ្ញុំដោយការពីមុនដែរនាងធ្វើឲ្យខ្ញុំខឹងហើយឥឡូវនេះចង់ធ្វើបែបនេះម្ដងទៀតហើយខ្ញុំចង់លេងជាមួយនឹងពួកឯងបន្តិចប៉ុន្តែនៅពេលដែលពួកឯងបញ្ញាប់ស្លាប់បែបនេះហើយខ្ញុំនឹងគ្រាន់តែនាងក៏បានបញ្ចេញធម្មពលនៅtrongម្រាមដៃរបស់នាងខ្ញុំនឹងបំពេញបំណងពួកឯងទៅចោះហើយនាងក៏បានបញ្ចេញនៅធម្មពលភ្លើងជាច្រើនចេញពីម្រាមដៃរបស់នាងហើយហ្វាងនីងក៏បានបីជើងលីរត់គេចពីការវាយប្រហារម្ដងទៀតហើយតើពួកយើងធ្លាប់បានបោកប្រាស់នាងតាំងពីពេលណាច្បាស់ណាស់ពួកយើងទើបទៅជួបគ្នាជាលើកដំបូងទេចង្រៃយោនាងមិនអាចមានហេតុផលបន្តិចទេហើយកញ្ញាដៃថែបនឹងក៏បានហក់ចុះមកក្រោមនិយាយអត់ប្រយោជន៍ប៉ុណ្ណឹងបានហើយនាងក៏បានដើរមករកហ្វាងនីងជាមួយនឹងជើងលីដោយការរំពឹងទុកមែនពីបច្ចេកទេសពលឹងប្រភេទពេលវេលាដ៏កម្រដែលអាចដោះស្រាយជាមួយនឹងវាបានគឺពិតជាខ្ជះខ្ជាយបន្តិចហើយប្រកបដែរខ្ញុំនឹងបន្ធូរដៃបន្តិចចុះនៅពេលនេះហ្វាងនីងបានប្រាប់ឲ្យជើងលីលាក់ខ្លួននៅក្នុងខ្លួនរបស់គាត់ដើម្បីងាយស្រួលនៅក្នុងការធ្វើសកម្មភាពក៏បានគិតថាតើនាងកំពុងតែចង់បង្កើនសីតុណ្ហភាពរបស់ដុំភ្លើងនោះបើសិនជើងលីហើយនឹងខ្ញុំរួមបញ្ចូលគ្នាតែមួយនោះឱកាសរបស់ពួកយើងដែលអាចគេចចេញនោះគួរតែមានច្រើនពេលនេះក្មេងស្រីដៃថែមនោះក៏បានប្រមូលនៅធម្មពលរបស់នាងបារតភ្លើងហើយនៅពេលដែលនាងបានបើកភ្នែករបស់នាងឡើងវិញនោះធម្មពលមួយដូចជាខ្យល់គួចក៏បានបង្កើតឡើងយ៉ាងធំសម្បើមនៅក្នុងខ្យល់គួចនោះក៏បានបញ្ចេញនៅបន្លាតកកមកផងដែរហើយហ្វានីក៏បានប្រើប្រាស់នៅបច្ចេកទេសពលឹងរបស់គាត់ដើម្បីគេចពីការវាយប្រហារនោះផងដែរចង្រៃយកដោយការគិតមែនអង្គរៈម្នាក់ក្នុងចំណោម12នោះតើសមត្ថភាពរបស់នាងគឺជាអ្វីឲ្យពិតប្រាកដទៅនាងអាចប្រើប្រាស់ធម្មពលភ្លើងនិងទឹកនៅក្នុងពេលតែមួយបែបនោះបានទេក្មេងស្រីសក់ពណ៌ខៀវនឹងក៏បានសើចឡើងពោពេញទៅដោយមោទនភាពឯងមិនអាចរត់គេចបានទេឯងគ្រាន់តែចំណាយធម្មពលរបស់ឯងចោលអត់ប្រយោជន៍ប៉ុណ្ណោះហើយនៅពេលនោះបន្លាតកកមួយក៏បានវាយត្រូវចំរាងកាយរបស់ហ្វានីងតែនេះគឺជាស្នេហ៍របស់ដៃថែមនរោវាអាចបង្កកនៅគ្រប់យ៉ាងហើយចាប់ជាប់នៅអ្វីក៏ដោយដែលវាបានប៉ះត្រូវខ្ញុំត្រូវធ្វើសកម្មភាពមុនពេលដែលខ្លួនរបស់ខ្ញុំបង្កកទាំងស្រុងយ៉ាងហោចណាស់ក៏ត្រូវផ្ដួលម្នាក់នៅក្នុងចំណោមពួកគេឲ្យបាននៅពេលដែលបណ្ដាតកកផ្សេងទៀតបានធ្លាក់ចុះមកនោះវាក៏បានបញ្ចេញនៅបន្ទោសយ៉ាងខ្លាំងតែវាចាប់ហើយប៉ុន្តែនៅក្នុងពេលនោះភ្លាមនាងក៏ចាប់អារម្មណ៍ពីអ្វីមួយហ្វានាងក៏បានចេញមកពីក្រោយខ្នងរបស់នាងហើយក៏បានប្រើប្រាស់ធម្មពលវាប្រហារទៅកាន់ខ្នងរបស់នាងដែលពេលនោះក្មេងស្រីសក់ពណ៌ខៀវក៏បានប្រើទៅដូចជាតកកហ្វានាងបានគិតថាខ្ញុំចាញ់ល្បិចហើយនោះគ្រាន់តែជារូបតកកបំផន់មួយប៉ុណ្ណោះតែនាងនៅឯណាទៅពេលនេះហើយក្មេងស្រីនោះក៏បានចេញមកពីក្រោយខ្នងរបស់គាត់និងបានចាប់ស្មារបស់គាត់ជាប់បន្ទាប់មកនាងក៏បានបញ្ចេញធម្មពលហើយក៏បានសូត្រវេទមន្តរបស់នាងបារតបង្កកដល់0ហើយរាងកាយរបស់ហ្វាងនីងទាំងមូលក៏បានកកជាប់នៅក្នុងតកកទៅក្មេងស្រីដៃថែបនឹងក៏បាននិយាយថាក្នុងនាមជានាងដ៏អស្ចារ្យម្នាក់ពេលដែលបង្កកជាប់ដៃជើងរបស់ឯងហើយនោះឯងនឹងមិនអាចប្រើប្រាស់ធម្មពលពេលវេលារបស់ឯងបានទៀតទេត្រូវអត់ហើយនាងក៏បានលើកដៃរបស់នាងឡើងដើម្បីប្រមូលផ្ដុំនៅធម្មពលភ្លើង
ចង់ព្យាយាមលេងឆ្លាតជាមួយនឹងខ្ញុំផងដុំកំបិតអណ្ដាតភ្លើងហើយធម្មពលដែលនាងបានប្រមូលផ្ដុំនោះក៏បានคล้ายទៅជាកំបិតអណ្ដាតភ្លើងយ៉ាងធំមួយមិនទុកយូរនំជូប្អូននាងក៏បានកាប់ទៅលើហ្វាំងនីងតែម្ដងប៉ុន្តែនៅពេលនោះជាងលីក៏បានផុសចេញពីក្នុងខ្លួនរបស់ហ្វាំងនីងហើយក៏បានចាប់ផ្លែកំបិតនោះជាប់ហើយជាងលីក៏បាននិយាយទាំងមុខកាយថាអ្នកណាក៏ដោយដែលហ៊ានព្យាយាមធ្វើបាបប្តីរបស់ខ្ញុំស្លាប់ហើយនាងក៏បានវាយប្រហារទៅកាន់ក្មេងស្រីសក់ពណ៌ខៀវនោះហើយនៅពេលនេះដែរក្មេងស្រីដៃថាបក៏បានរងរបួសក្អកឈាមចេញមកហើយជាងលីក៏បានចូលមកវាយប្រហារក្មេងស្រីសក់ពណ៌ខៀវជាមួយនឹងច្បាប់ធម្មពលរបស់នាងប៉ុន្តែនៅពេលនោះភ្លាមរសក្រហមក៏បានបង្ហាញខ្លួនចេញមកមិនតែប៉ុណ្ណោះវត្ថុដែលមានរាងជាការ៉េដែលហៅថាវត្ថុបុរាណវិញ្ញាណនោះក៏បានដំណើរការហើយនៅពេលនេះគឺមិនមែនមានតែមួយប៉ុន្តែគឺមានជាច្រើនរាប់មិនអស់ហើយវាក៏ចាប់ផ្ដើមចូលមកចាប់ឃុំឃាំងជាងលីជាប់ហើយនៅពេលនេះជាងលីគឺមិនអាចរើបំរាស់ចេញបានឡើយព្រមទាំងមានកណ្ដាស់យន្តមួយមកពីណាក៏មិនដឹងមកបិទមាត់របស់ជាងលីជាប់បរិសសក្រហមក៏បាននិយាយថាវាចប់ហើយដៃថែមនៅរក់ចាប់ផ្ដើមសម្អាតកន្លែងប្រយុទ្ធគ្នាពួកយើងនឹងទៅជួបដុកទ័រហើយហ្វាំងនីងដែលកំពុងតែជាប់នៅក្នុងផ្ទាំងទឹកកកនោះក៏បាននិយាយថាចង្អៃយោប៉ុណ្ណឹងហើយនៅតែមិនអាចបញ្ឈប់ពួកគេបានទៀតប៉ុន្តែនៅក្នុងពេលដែលអស់សង្ឃឹមបែបនេះក៏មានកំភ្លើងមួយបានបាញ់ពី3គ្រាប់ទៅកាន់បរិសសក្រហមហើយទាំងក្មេងស្រីសក់ពណ៌ខៀវទាំងហ្វាំងនីងក៏មើលទៅទីនោះពោពេញទៅដោយភាពភ្ញាក់ផ្អើលប៉ុន្តែបរិសដែលមានរហស្សនាមនាគរីនៅរត់នេះមិនមែនមានតែឈ្មោះគ្មានសមត្ថភាពទេគ្រាប់កំភ្លើងប៉ុណ្ណឹងគាត់យកតម្រាមចាប់ក៏ជាប់ដែរហើយអ្នកដែលបានបាញ់កំភ្លើងនោះគឺជាលោកមន្ត្រីចាងធានតាវហើយក្មេងស្រីសក់ពណ៌ខៀវនោះក៏មានរឿងនិយាយទៅហើយយោមើលទៅនរណានឹងគឺជាមេវិជាការដ៏អស្ចារ្យនៃអ្នកប្រមាញ់ព្រលឹងចាងធានតាវអូចាប់សិនត្រូវហើយលោកក៏មិនមែនជាអ្នកប្រមាញ់ព្រលឹងទៀតដែរអញ្ចឹងហើយហេតុអីបានជាមកទីនេះស្វែងរកសេចក្តីស្លាប់អញ្ចឹងហើយក្មេងស្រីនឹងក៏បានសើចហើយចាងធានតាវក៏បានហក់ចេញពីធុងដ៏ធំនោះទៅនឹងរត់ទៅកន្លែងរបស់ហ្វាំងនីងបណ្ដានឹងនិយាយបណ្ដានាងនិយាយត្រូវហើយខ្ញុំលែងធ្វើជាអ្នកប្រមាញ់ព្រលឹងយូរហើយខ្ញុំមកទីនេះដើម្បីប្រកាសថាពួកឯងទាំងអស់គ្នាហើយគាត់ក៏បានបែរមកនឹងភ្ជង់កំភ្លើងទៅអង្គរៈទាំងពីរឈាមត្រូវសងដោយឈាមហើយបណ្ដោះត្រឹមនេះ chapter នេះក៏សូម slash ត្រឹមប៉ុណ្ណេះសិនហើយសូមអធិស្ឋានផងដែលមិនបានចេញវីដេអូហើយរឿងនេះនៅពេលនេះ website គេទើបតែចេញដល់ភាគទី47នេះឯងហើយក៏មិនដឹងថាអង្គការបានគេចេញបន្តទៀតដែរហើយបើសិនជាគេទម្លាក់នៅ chapter បន្ទាប់នោះខ្ញុំនឹងយកវាមកនិយាយបន្តទៀតហើយកុំឲ្យស្ងាត់ពោនោះអាចណែនាំរឿងខ្លះឲ្យ admin បានបើតំណងប្រហែលជាអាចយកមកនិយាយបន្តជាចុងក្រោយសូមអធិស្ឋានចំពោះកំហុសឆ្គងសមុទ្រប្រៃដីហុយកុំជក់បរិយនំខូចសួតជួបគ្នាវេលាក្រោយ